Bà số đây bốn nó khné bà dương chúc khné mà xa tiết nơi cục này lùm hạt nạ tỷ độc mùi mà đong chụp bốn hạt tỷ độc mùi dương châu đo mê riêng tí phí chụp tỷ buồn bà mê riêng tí phí nâng cứ bố đồng xe nâng tham bố đồng xe là kỳ sinh ý hay lùm hạt đại dương đo sẽ cứ chập vì lùm hạt lấy đọc bầm pal từ bà lấy đọc bầm pal bà lùm hạt nâng cứ mình bà bà thì và cái theo bọn tổ kỳ sinh ý muối plati không đai là kỳ sinh ý đại miền phò sông bố đồng xe bay chạy xốn còn đọc sẽ còn pi vol bay rầy vol này banបំពេញកំមន់ 1.0 Joule កែនេះតម្លៃនៃបន្ទប់អគ្គិសនីនោះបាទតិចមួយទេលំហាត់នេះគេសួររកតម្លៃនៃបន្ទប់អគ្គិសនីសួររកគុយសួរបន្ទប់អគ្គិសនីស្មើប៉ុន្មានចេះយើងដោះស្រាយបើគេប្រាប់គេប្រាប់កំមន់ហើយនឹង potential ផសង potential យើងប្រើរមុនកំមន់នៃដែនអគ្គិសនីមកបាទអញ្ចឹងយើងកែនេះតម្លៃនៃបន្ទប់អគ្គិសនីនោះបាទចឹងយើងប្រើរូបមន្តកំមន់នៅដែរនៅអគ្គិសនីមកតាមរូបមន្តដុបដវេស្មើនឹងគុយគុណនឹងវេគ្រូតាំងដោយដុបដវេ AB đóណាបាទដុបដវេ AB ស្មើគុយគុណនឹងវេ AB ហើយយើងទាញរកគុយនាំឲ្យគុយស្មើដុបដវេ AB ចែកឲ្យវេ AB គ្រូយកដុបដវេហ្នឹងគឺដុបដវេ AB គឺកំមន់ធ្វើឲ្យបន្ទុកផ្លាស់ទីពី A ទៅ B យកប៉ុណ្ណឹងហ្មងបាទយកប៉ុណ្ណឹងតែម្ដងចឹងដោយបាទវាខ្លីវាលំហាត់នេះបំរាប់គេប្រាប់បាទ VAB បាទផលសូម potential រវាង A និង B ឬក៏ potential របស់វាផលសូម potential តង់សុង 3.0 គុណ10សេគុណ2 volt ហើយនឹងកំមន់ដែលបានបំពេញហ្នឹងគឺ 1.0 Joule បាទប៉ុណ្្នឹងទេចឹងយើងជំនួសតម្លៃចូលមកយកតម្លៃដែលយើងសរសេររូបមុនជំនួសចូលមកព្រោះមេរៀននេះជាមេរៀនទំហំ scala យើងស្រួលដោះស្រាយទេចឹងយើងបានគុយស្មើនឹងតម្លៃ WAB 1.0 Joule ចែកឲ្យ 3.0 គុណ10សេគុណដក2យើងចែកគ្នាមកជិលចែកយើងសេជីវភាពមក1/3គុណ10សេគុណដក2 Joule យើងប្រើកាសូបន្តិចមកចុចមកយើងឃើញ3.3 បាទលេខខូបទេបាទគុណ10សេគុណដក3បាទ 0.33 ណាបាទអញ្ចឹងបន្ទប់អគ្គិសនីនឹងមានតម្លៃតែប៉ុណ្្នឹងទេចប់បាត់បាទដូចនេះតម្លៃនៃបន្ទប់អគ្គិសនីគឺបាទ 1/3 គុណ10សេគុណដក2គូឡុំបាទច្រឡំអ្នកខ្នះស្រួលគូឡុំបាទគូឡុំវាស្មើនឹង 3.33 គុណ10សេគុណដក3គូឡុំបាទមានតែប៉ុណ្្នឹងទេលំហាត់របស់យើងបាទបន្តិចមួយបាទចប់ហើយមេរៀនលំហាត់បន្ទាប់កំណែលំហាត់បន្ទាប់គឺយើងធ្វើលំហាត់លេខ18បន្ទាប់ទៀតបាទ